សូមបងប្អូនប្រកបដោយព្រះគុណតាមយកាសញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសុភាសិតជំពូក1ខ7សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះជាដើមចមនៃដំរេះតែមនុស្សឥតបើគិតគេមើលងាយប្រាជ្ញានិងសេចក្តីព្រានប្រដៅវិញការកោតខ្លាចព្រះបងប្អូនហើយមិនមែនជាការភ័យខ្លាចដូចជាខ្លាចយក្សនោះឡើយតែជាការដែលយើងគោរពស្ញប់ស្ញែងដោយសេចក្តីស្រឡាញ់ដូចជាកូនដែលចេះគោរពនិងស្ដាប់បង្គាប់ឬកោតខ្លាចដល់ឪពុកម្ដាយនោះហើយគឺជាកូនដែលរស់នៅក្នុងគន្លងធម៌កូនដែលស្ដាប់បង្គាប់គឺជាកូនដែលមានពរការកោតខ្លាចដល់ព្រះជួយឲ្យយើងរស់នៅក្នុងប្រាជ្ញារបស់ទ្រង់ជួយឲ្យយើងរស់នៅក្នុងផ្លូវដែលទ្រង់សពហាតីហើយជួយឲ្យយើងរស់នៅក្រោមការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដូច្នេះហើយការដែលយើងស្ញប់ស្ញែងពីភាពធំឧត្តមរបស់ទ្រង់ដែលទ្រង់ជាព្រះបានបង្កើតចក្រវាលនេះគឺជាការដែលបង្ហាញថាយើងបន្ទាបខ្លួនហើយចុះចូលជាមួយនឹងទ្រង់ព្រោះអ្វីៗស្ថិតនៅក្រោមព្រះហស្ថរបស់ទ្រង់នេះហើយដែលជាការដែលយើងត្រូវចាប់ផ្ដើមរស់នៅដោយប្រាជ្ញាបើរស់នៅដោយការកោតខ្លាចគឺរស់នៅក្នុងទ្រង់មិនដើរខុសពីអ្វីដែលព្រះបន្ទូលរបស់ទ្រង់បានចែងមិនដើរក្រៅពីបន្ទាត់ព្រំដែនដែលទ្រង់បានកំណត់នេះហើយគឺជាការរស់នៅដោយប្រាជ្ញានៅពេលដែលយើងរស់នៅមានប្រាជ្ញាយើងកាន់តែខិតជិតទ្រង់យើងកាន់តែស្គាល់ទ្រង់ហើយកាន់តែរស់នៅក្នុងភាពស្និទ្ធស្នាលជាមួយនឹងទ្រង់ប្រកបដោយប្រាជ្ញានិងភាពបរិសុទ្ធត្បិតព្រះបន្ទូលរំលឹកយើងថាបើដាច់ចេញពីទ្រង់នោះយើងមិនអាចធ្វើអ្វីបានសោះមានន័យថាមិនអាចធ្វើអ្វីដែលគប្បប្រហាតីបានឡើយបើសិនជាយើងមិនមានសេចក្តីជំនឿជឿលើទ្រង់និងទុកចិត្តលើទ្រង់ពិតប្រាកដដូច្នេះជួយកសាងជីវិតរបស់បងប្អូនរាល់គ្នានៅលើថ្មដាមិនមែននៅលើដីខ្សាច់នោះឡើយត្បិតមនុស្សដែលមានប្រាជ្ញាគេនឹងកសាងជីវិតនៃសេចក្តីជំនឿរបស់ពួកគេដោយពឹងអាងលើព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលជាថ្មដាជីវិតរបស់ពួកគេដែលជាទីពឹងផ្អែករបស់ពួកគេជាជាងការដែលរស់នៅពឹងផ្អែកលើប្រាជ្ញារបស់ខ្លួនដែលមានដែនកំណត់ដូច្នេះថ្ងៃនេះចូលឲ្យបងប្អូនរាល់គ្នាបាននឹកគិតនិងពិចារណាព្រះបន្ទូលនេះឡើងវិញថាការកោតខ្លាចដល់ព្រះយេហូវ៉ានោះជាដើមចមនៃដំរេះជាដើមចមនៃប្រាជ្ញាហើយការដែលរស់នៅដោយស្ដាប់តាមការព្រានប្រដៅរបស់ចាស់ទុំឬរបស់គ្រូឬតាមព្រះបន្ទូលនៃព្រះនោះគឺជាការដែលទទួលបាននៅព្រះពរហើយជីវិតនឹងរីកចម្រើននៅក្នុងភាពសុចរិតនិងសេចក្តីជំនឿអរគុណព្រះអង្គម្ចាស់សម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលប្រាប់យើងខ្ញុំអំពីការកោតខ្លាចដែលបង្ហាញពីភាពស្ងប់ស្ញែងនិងគោរពព្រមទាំងស្រឡាញ់ចំពោះទ្រង់សូមឲ្យជីវិតរបស់យើងខ្ញុំបានមើលឃើញអំពីភាពធម៌ឧត្តមរបស់ទ្រង់ហើយស្ញប់ស្ញែងពីការអស្ចារ្យដែលទ្រង់បានបង្កើតនៅអ្វីៗនៅលើផែនដីនេះយើងខ្ញុំថ្វាយស្រីល្អដល់ទ្រង់ហើយយើងខ្ញុំអធិដ្ឋានទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ